ពីរដងអញ្ចឹងវានឹងដល់ហើយនេះវានឹងលោតកម្មវិធីអញ្ចឹងនៅក្នុងផ្ទាំងដំបូងនៅក្នុងកម្មវិធីមកបើយើងនិយាយទៅវាហើយកន្លែងហ្នឹងវាជាកន្លែងកម្មវិធីរបស់វាផ្ទាល់តែម្ដងបង្ហាញនៅមុខងារផ្សេងៗទៀតប៉ុន្តែ3នេះខ្ញុំអត់បង្ហាញទេដោយសារអូខេអញ្ចឹងដើម្បីចូលទៅមុខងារខាងលើបានខ្ញុំបង្ហាញនៅផ្ទាំងកិច្ចការនេះសិនចំណែកឯពីឆ្វេងទៅស្ដាំគេហៅថា row បាទហៅថា row អញ្ចឹងនៅក្នុង sheet នេះដែរវាមាន cell តែនឹងបានអញ្ចឹងខាងក្នុងទាំងអស់នេះគឺយើងហៅវាថា sheet ហើយខាងក្រោមនេះបើសិនបងប្អូនចង់វាយវាណាឧទាហរណ៍ប្រើនៅក្នុងនឹងរបស់យើងតែម្ដងយើងមានលក្ខណៈ combine គ្នានេះ file 2នេះ file 2មិញវាមាន file 1 file book 1 មួយហើយនិង file book 2